ក្នុងពិធីបើកជាផ្លូវការនៅពិធីបុណ្យទន្លេលើកទី9ដែលបានកំពុងប្រព្រឹត្តទៅនៅលើទឹកដីខេត្តតាកែវដែលជាខេត្តមានវ័យចំណាស់ជាងគេមួយនៅក្នុងប្រជាណាចក្រកម្ពុជានិងជាទឹកដីដើមកំណើតនៃអរិយធម៌ខ្មែរដ៏មានអត្ថន័យជ្រាលជ្រៅនៅពេលនេះក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរគណៈកម្មការអន្តរក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលខេត្តតាកែវសហភាពសហព័ន្ធយុវជនកម្ពុជានិងវិស័យឯកជនដែលបានរួមសហការគ្នារៀបចំពិធីបុណ្យទន្លេលើកទី9ក្រោមប្រធានបទដ៏មានសារៈសំខាន់មួយនេះគឺគុណតម្លៃនៃទន្លេផ្សារភ្ជាប់វប្បធម៌និងទេសចរធម្មជាតិប្រកបដោយភាពអធិកអធមហើយថ្ងៃនេះក៏អាកាសធាតុល្អខ្ញុំកន្លងទៅមួយឆ្នាំជាងនេះដូចឆុងទៅបុណ្យសមុទ្រ2 ដងចំភ្លៀងទៅ2 ដងតែបុណ្យទន្លេ2 ដងគឺអាកាសធាតុល្អហើយម្សិលមិញឮសូរមានប្រជាពលរដ្ឋដូចជាង 10,000 នាក់មកកំសាន្តនៅទីនេះហើយសង្ឃឹមថាថ្ងៃនេះហើយស្អែកក៏កាន់តែមានមនុស្សច្រើនទៅទៀតដើម្បីអបអរសាទរនៅបុណ្យទន្លេនៅទីនេះប្រធានបទនៃបុណ្យទន្លេលើកទី9នៅឆ្នាំនេះមានអត្ថន័យជ្រាលជ្រៅដែលឆ្លុះបញ្ចាំងអំពីអត្ថប្រយោជន៍និងសក្តានុពលរបស់ទន្លេដោយផ្សារភ្ជាប់វប្បធម៌និងទេសចរអន្តរជាតិធម្មជាតិជាមួយនឹងការអបអរសាទរចំណងដ៏ជ្រាលជ្រៅជ្រវាងទន្លេរបស់យើងនិងប្រជាជនដែលអាស្រ័យផលនឹងទន្លេពីបរមបុរាណរហូតដល់បច្ចុប្បន្នទន្លេគឺជាចំណុចកណ្ដាលនៃទំនៀមទម្លាប់ជីវភាពរស់នៅនិងរបៀងវប្បធម៌ដែលបង្រួបបង្រួមសហគមន៍ចម្រុះរបស់យើងបន្ថែមលើនេះជាមួយនឹងកត្តាសុខសន្តិភាពដែលទទួលបាន27ឆ្នាំមុនក្រោមនយោបាយឈ្នះឈ្នះរបស់សម្ដេចតេជោហ៊ុនសែនអតីតនាយករដ្ឋមន្ត្រីកម្ពុជាក៏បានក្លាយទៅជាគោលដៅទេសចរវិនិយោគពាណិជ្ជកម្មដ៏គួរឲ្យទាក់ទាញមួយក្នុងតំបន់អាស៊ីជាពិសេសធ្វើឲ្យវិស័យទេសចរក្លាយទៅជាចលនាដ៏សំខាន់ក្នុងរយៈពេល30ឆ្នាំចុងក្រោយនេះក្នុងការចូលរួមជំរុញវឌ្ឍនភាពសេដ្ឋកិច្ចកម្ពុជាឲ្យកើនឡើងប្រមាណ13 ដងធៀបនឹងឆ្នាំ1993អាដាមលោកជំទាវលោកស្រីភៀវកិត្តិយសជាតិអន្តរជាតិជាទីមេត្រីក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះវិស័យទេសចរកម្ពុជាបានរីកលូតលាស់ជាទីមោទនៈដែលបានដោយការចូលរួមចំណែកយ៉ាងច្រើននិងចូលរួមចំណែកយ៉ាងច្រើននៅក្នុងផលិតផលក្នុងស្រុកបទពិសោធន៍នៃការទទួលរងនូវផលប៉ះពាល់កន្លងទៅដោយសារការរីករាលដាលនៃវិបត្តិជំងឺ Covid-19 និងស្ថានភាពភូមិសាស្ត្រសេដ្ឋកិច្ចនយោបាយអន្តរជាតិដែលប្រែប្រួលមិនច្បាស់លាស់តម្រូវឲ្យយើងត្រូវខិតខំពង្រឹងសមត្ថភាពរបស់ខ្លួនយើងបន្ថែមទៀតក្នុងការដោះស្រាយបាននូវរាល់បញ្ហាលំបាកនានាចំពោះមុខដើម្បីធានាចីរភាពនៃកំណើនសេដ្ឋកិច្ចនិងពង្រីកសក្តានុពលនិងប្រសិទ្ធភាពសេដ្ឋកិច្ចជាអតិបរមាព្រមទាំងចូលរួមលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចពិសេសការតាក់ទាញវិនិយោគផ្ទាល់និងទេសចរពីបរទេសដើម្បីបង្កើនតម្លៃសេដ្ឋកិច្ចក្នុងវិស័យទេសចរដែលជាចំណែកមួយក្នុងការទ្រទ្រង់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅក្នុងបរិបទនេះការប្រារព្ធពិធីបុណ្យទន្លេមិនត្រឹមតែរួមចំណែកដល់ការផ្សព្វផ្សាយសក្តានុពលទេសចរនៅតាមខេត្តដងទន្លេប៉ុណ្ណោះទេប៉ុន្តែបន្ថែមទាំងចូលរួមដល់ការគ្រប់គ្រងនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការយកចិត្តទុកដាក់អភិវឌ្ឍទេសចរប្រកបដោយនិរន្តរភាពនិងការទទួលខុសត្រូវជាពិសេសសក្តានុពលវប្បធម៌ប្រវត្តិសាស្ត្រនិងធនធានធម្មជាតិទឹកសាបកម្ពុជាមានលក្ខណៈលេចធ្លោនិងមានភាពសម្បូរបែបដែលអំណោយផលដល់ការអាស្រ័យផលនិងការអភិវឌ្ឍជាសកម្មភាពទេសចរនាតំបន់ទាំងនេះទន្ទឹមនេះរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាបានចាត់ទុកវិស័យទេសចរជាវិស័យអាទិភាពដែលរួមចំណែកដល់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិតាមរយៈការបង្កើតឱកាសការងារការបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋដោយផ្ទាល់និងដោយប្រយោជន៍និងការជំរុញការនាំចេញនៅនឹងកន្លែងនិងការទ្រទ្រង់កំណើនសេដ្ឋកិច្ចបង្កើនចំណូលជាតិការចូលរួមដល់ការអភិរក្សវប្បធម៌បរិស្ថាននិងធនធានធម្មជាតិរបស់យើងប្រកបដោយប្រសិទ្ធភាពខ្ពស់នៅក្នុងឱកាសនេះខ្ញុំសូមវាយតម្លៃខ្ពស់ចំពោះក្រសួងទេសចរ
ក្រមការដឹកនាំរបស់អេដាមហ៊ូថាក្នុងរយៈពេលជាង6 ខែមកនេះបានខិតខំដាក់ចេញនៅផែនការយុទ្ធសាស្ត្រថ្មីពិសេសយុទ្ធសាស្ត្រការផ្សព្វផ្សាយទេសចរលើកទិសដៅកែតម្រង់មុតស្រួចមួយចំនួនទៀតដើម្បីជំរុញការអភិវឌ្ឍវិស័យទេសចរប្រកបដោយភាពប្រកួតប្រជែងជាពិសេសតាមរយៈការពង្រឹងភាពជាដៃគូរវាងវិស័យរដ្ឋនិងឯកជនសម្ដៅដោះស្រាយបញ្ហាប្រឈមទីនេះទៅក្នុងវិស័យទេសចរជាលក្ខណៈកញ្ចប់នៅក្នុងន័យនេះខ្ញុំសូមស្នើឲ្យគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធទាំងអស់ផ្ដល់កិច្ចសហការល្អជាមួយក្រសួងទេសចរដើម្បីធ្វើយ៉ាងណាឲ្យបានសម្រេចនៅចក្ខុវិស័យខាងលើនិងជំរុញការអនុវត្តគំនិតផ្ដួចផ្ដើមពាក់ព័ន្ធនឹងវិស័យទេសចរនេះឲ្យទទួលបានជោគជ័យនិងបង្កើនតម្លៃសេដ្ឋកិច្ចវិស័យទេសចរដែលជាចំណែកមួយនៃការទ្រទ្រង់សមត្ថភាពប្រកួតប្រជែងរបស់កម្ពុជាហើយជាពិសេសគឺការអភិវឌ្ឍវិស័យទេសចរប្រកបដោយបរិយាបន្នចំណុចនេះខ្ញុំហើយនៅនឹងកន្លែងនេះខ្ញុំពីប្រហែលថ្ងៃមុនខ្ញុំជួបជាមួយនឹងអាដាមកណ្ដាម៉ាសាតូគាត់ប្រធានថ្មីរបស់ធនាគារអភិវឌ្ឍអាស៊ីគាត់មកនៅកម្ពុជាដើម្បីចុះ MOU ចំនួនជាមួយយើងប៉ុន្តែក្នុងនោះគាត់បានទៅទស្សនកិច្ចពីរកន្លែងក្នុងនោះមួយកន្លែងគាត់បានប្រាប់ខ្ញុំអំពីការទស្សនកិច្ចរបស់គាត់នៅសហគមន៍នេសាទរបស់យើងនៅកែបដែលគាត់បានលើកថាជាគំរូមួយល្អនៅក្នុងការជំរុញការអភិវឌ្ឍនៅនឹងកន្លែងការអភិវឌ្ឍដោយបរិយាបន្នហើយជាពិសេសការភ្ជាប់ទេសចរជាមួយនឹងលក្ខណៈសម្បត្តិសក្តានុពលនៅនឹងកន្លែងបានន័យថាកិច្ចការនៅទីនោះគឺសហគមន៍នេសាទប៉ុន្តែនេសាទខ្លួនឯងជាប្រភពមួយហើយប៉ុន្តែក៏ជាផលិតផលទេសចរមួយផងដែរកន្លែងនេះកន្លងឯកឧត្តមសាយសម្បាល់ក៏ធ្លាប់លើកខ្ញុំក៏ធ្លាប់ជជែកជាមួយឯកឧត្តមបាទកាលវិញខ្ញុំសួរទៅឯកឧត្តមអភិបាលគណៈបាលខេត្តកែបថាតើក្រោយពេលឆ្នេរផ្លូវឆ្នេរអង្កោលយើងកសាងហើយទេតើជួយទេទៅដល់សហគមន៍របស់យើងនៅទីនោះថាជួយបង្កើនចំណូលបន្ថែមទេគឺជួយបានផ្ដល់គឺថាផ្លូវហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់បានជួយទៅដល់សហគមន៍គេថាសហគមន៍នេសាទយើងនៅទីនោះបង្កើតផលិតផលបន្ថែមទៅលើចំណូលពីនេសាទដែលគាត់មានហើយនេះហើយគឺជាការគិតគូរអំពីការអភិវឌ្ឍវិស័យទេសចរព្រោះទេសចរយើងមានសក្តានុពលធំនិងតូចហើយជាពិសេសសក្តានុពលភ្ជាប់ទៅមូលដ្ឋានដែលយើងផ្ដោតទៅលើសហគមន៍ហើយនេះគឺជា model ល្អណាស់បាទ model ល្អណាស់កិច្ចការរបស់យើងគឺត្រូវធ្វើយ៉ាងណាដើម្បីគិតគូរឲ្យបានច្បាស់ថាតើអ្វីដែលយើងអាចទាញផលបានដល់ប្រជាពលរដ្ឋទៅមូលដ្ឋានហើយបើសិនជាការអភិវឌ្ឍនៅកន្លែងនិងការនាំចូលទេសចរការភ្ជាប់រយៈគឺថាបណ្ដាញនៃប្រព័ន្ធទេសចរបូកជាមួយនឹងកញ្ចប់ទេសចរផ្សេងដែលអាចធ្ពក់មកដល់ផលិតផលមូលដ្ឋានដែលគឺថាប្រតិបត្តិដោយសហគមន៍នោះគឺជាកិច្ចការល្អបំផុតរឿងនេះវាកើតមកពីខ្ញុំទស្សនកិច្ចក្រៅផ្លូវការនៅកលែនថ្ងៃមុនទៅខ្នងផ្សារហើយយើងឃើញហើយរូបមន្តនេះគឺបានដើរនៅច្រើនកន្លែងនៅកញ្ចេះនៅកន្លែងមួយចំនួនដែលសហគមន៍គាត់ដើរតែម្ដងរូបមន្តនេះគឺថាយើងទាញទេសចរកន្លងទៅយើងមានគិតគូរថាទេសចរត្រូវការវិនិយោគអញ្ចឹងពេលខ្លះតលតែយកការវិនិយោគពីខាងក្រៅមកទុនពីខាងក្រៅដើម្បីគ្រប់គ្រងហើយអាចត្រឹមតែបង្កើតការងារជូនប្រជាពលរដ្ឋទៅទីនោះពិតណាស់វាមានទ្រង់ទ្រាយមានទំហំប៉ុន្តែការអភិវឌ្ឍយើងតាមជាពិសេសការអភិវឌ្ឍវិស័យទេសចរធម្មជាតិដែលមានលក្ខណៈតូចល្មមកិច្ចការងារនេះអភិក្រមរបស់យើងគួរផ្ដោតទៅលើការអភិវឌ្ឍនិងផ្ដល់អាទិភាពទៅដល់សហគមន៍ដើម្បីទទួលបានសក្តានុពលនោះឲ្យអស់លទ្ធភាពសិនមុននឹងយើងយកពីអ្នកខាងក្រៅមកដើម្បីជួយចង់និយាយយ៉ាងម៉េចចង់និយាយថានៅក្នុងការគិតគូររបស់យើងទី1ការវាយតម្លៃភូមិសាស្ត្រនិងសក្តានុពលនៅក្នុងតំបន់ដែលអាចទាញផលបានប
បង្កើតជាផលិតផលទេសចរនេះតើសហគមន៍អាចធ្វើបានឬទេកន្លែងខ្លះគាត់ធ្វើបានហើយកន្លែងខ្លះគឺមិនធំទេសក្តានុពលកន្លែងហ្នឹងគឺសហគមន៍អាចរ៉ាប់រងបានទាំងមូលអញ្ចឹងគឺយើងបកលក្ខណៈដើម្បីឲ្យគាត់ធ្វើហើយគាត់បានធ្វើរួចទៅហើយកន្លែងខ្លះកាលមុនខ្ញុំទៅលងធំនៅកលែនសហគមន៍មួយនឹងគាត់បានរៀបចំបទកលាជា ecosystem របស់គាត់ទៅហើយមានទាំងកន្លែងស្នាក់នៅក្នុងភូមិរបស់គាត់មានទាំងកន្លែងអ្នកដឹកម៉ូតូទៅមើលប្រាសាទមានទាំងទេសចររួចទៅហើយអ្វីដែលខ្វះគឺការជួយបង្កើនសមត្ថភាពគាត់ជួយហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់តិចតួចទេហើយយើងបង្កលក្ខណៈនឹងជូនគាត់ហិរញ្ញវត្ថុខ្លះអញ្ចឹងនៅក្នុងផ្សារដែលខ្ញុំទៅកែបុតនេះខ្ញុំឃើញសក្តានុពលនេះឧទាហរណ៍ជួបជាមួយសហគមន៍ដែលគាត់កំពុងធ្វើទៅនោះពីមុនសហគមន៍នឹងគាត់កាប់ឈើប្រជាពលរដ្ឋក៏អត់មានអីទេគាត់មានតែកាប់ឈើលក់ដល់ពេលទេសចរចាប់ផ្ដើមទៅគាត់ចាប់ផ្ដើមរកចំណូលតាមនឹងគាត់បំរើគាត់ជា guide ឡើងភ្នំផងគាត់ផ្ដល់សេវានៅកន្លែងនោះផងគាត់លក់អាហារខ្លះផងប្រជាជនអ្នកទៅបោះតង់នៅទីនោះកន្លងទៅក្រសួងរបស់យើងបតានក៏បានធ្វើនៅប្រគុណតុបអនាម័យអីមួយចំនួនទៅឲ្យលើអញ្ចឹងនៅក្នុងដីនេះយើងឃើញថាកិច្ចការកន្លែងនោះគឺទំហំនៃការវិនិយោគនិងការអនុវត្តរួចទៅហើយសហគមន៍អាចរ៉ាប់រងគាត់90គ្រួសារក្នុងប្រមាណ100នាក់គាត់អាចធ្វើអញ្ចឹងអ្វីដែលគាត់ជាព្រួយបារម្ភគាត់ព្រួយបារម្ភខ្លាចក៏ខ្លាចពីរក៏ខ្លាចទី1ខ្លាចមានអ្នកវិនិយោគទៅលើនោះប្លុកទីតាំងមួយចំនួនมันអាចមានសក្តានុពលគាត់ខ្លាចមានការវិនិយោគនៅខាងក្រោមដួលរបស់គាត់មានផ្ទះសំណាក់ប្រហែលជា8ខ្នងហើយអាចឲ្យភ្ញៀវទៅនៅបានអញ្ចឹងកន្លងនោះក៏បានជួបជាមួយអាយដាមហួតហាក់និងឯកឧត្តមអៀងសុផលឡែតទៅជាមួយគ្នាហើយអង្គុយជាមួយសហគមន៍យើងឃើញថាដើម្បីជួយនៅទីនោះទី1យើងពិនិត្យវាយតម្លៃសក្តានុពលនៅទីនោះយើងឃើញថាសក្តានុពលទេសចរធម្មជាតិអញ្ចឹងអ្វីដែលរដ្ឋត្រូវជួយគឺរដ្ឋត្រូវជួយធ្វើម៉េចការពារទីតាំងកន្លែងនោះឲ្យថែរក្សាឲ្យបាននៅសក្តានុពលរបស់វាព្រោះកន្លែងខ្លះមានសក្តានុពលធម្មជាតិយើងមិនអាចទៅវិនិយោគធ្វើហេដ្ឋារចនាសម្ព័ន្ធឬអ្វីដូចនៅក្នុងក្រុងទេវាបាត់តម្លៃរបស់វាអញ្ចឹងត្រូវថែរក្សាលក្ខណៈធម្មជាតិអញ្ចឹងការវិនិយោគដែលអាចធ្វើទៅបាននៅទីនោះគឺការផ្ដល់សេវានិងរៀបចំហេដ្ឋារចនាសម្ព័ន្ធបែបណាដើម្បីទាញយកសក្តានុពលនៅនឹងកន្លែងហើយភ្ជាប់ជាមួយសហគមន៍ដែលបានធ្វើអញ្ចឹងទី2យើងជួយស្អីខ្លះទៀតអត់ជួយច្រើនទេគឺយើងអាចជួយធ្វើផ្លូវបន្តិចតួចតភ្ជាប់ទៅខាងនោះរៀបចំបន្ទប់ទឹកឲ្យកាន់តែល្អរៀបចំកន្លែងសង្គ្រោះព្រោះអ្នកទៅដើរបោះតង់បោះអីកន្លែងនោះគាត់ដើរលើភ្នំអាចមានអីមានកន្លែងសង្គ្រោះបន្ទាន់សង្គ្រោះបឋមហើយរៀបចំកន្លែងលក់ដូរឲ្យគាត់ហើយកន្លងទៅក៏មានកម្មវិធី World Bank ដែលធ្វើជាមួយនឹងគេថាក្រសួងបរិស្ថានអញ្ចឹងយើងធ្វើអានឹងបន្តទៀតជួយគាត់អញ្ចឹងគឺការរៀបចំបែបនេះគឺផ្ដោតទៅលើសហគមន៍ហើយសហគមន៍នេះហើយពេលនោះឯកឧត្តមអភិបាលខេត្តសួរខ្ញុំថាសម្ដេចឥឡូវបើសិនជាសហគមន៍ក៏អត់មានសមត្ថភាពធ្វើតែយើងគួរហៅវិនិយោគពីខាងក្រៅមកជួយទេខ្ញុំថាឈប់សិនវិនិយោគខាងក្រៅយើងអត់បិទទេប៉ុន្តែត្រូវឲ្យអតិភិបអ្នកនៅសហគមន៍បានន័យថាពង្រៀនសហគមន៍ឲ្យចេះរកស៊ីបង្កើតលទ្ធភាពឲ្យគាត់ឲ្យចេះរកស៊ីឲ្យកាន់តែខ្លាំងអញ្ចឹងបានថាបង្កើនពង្រៀនគាត់រឿងបដិសណ្ឋារកិច្ចរៀបចំគាត់ចេះហើយប៉ុន្តែសមត្ថភាពរបស់គាត់ទៅមានកម្រិតមួយចំនួនគាត់មានឆន្ទៈនិងគាត់ប្រកបរបរអញ្ចឹងយើងជួយហេដ្ឋារចនាសម្ព័ន្ធមួយចំនួនសហការជាមួយដៃគូយើងបង្កលក្ខណៈឲ្យគាត់ហើយពង្រៀនគាត់ឲ្យចេះធ្វើប្រព័ន្ធ marketing គាត់ឥឡូវគាត់ធ្វើ marketing ជាមួយមានភ្នាក់ងារនៅភ្នំពេញដើររកភ្ញៀវឲ្យគាត់បានខ្លះអញ្ចឹងយើងជួយបង្កើនភ្ជាប់ជាមួយនឹងបណ្ដាញឧទាហរណ៍ថា agent របស់យើងនៅខាងក្នុងដើម្បីភ្ជាប់ក្រសួងទេសចរមួយខេត្តទីទេសចរពង្រៀនពីបដិសាកិច្ចរៀបចំហេដ្ឋារចនាសម្ព័ន្ធចំនួនឲ្យកាន់តែប្រសើរអញ្ចឹងបែបនេះដែលហៅថាយើងជួយផ្ដោតទៅលើសហគមន៍តែម្ដង
ចឹងជាជាងគ្រាន់តែវិនិយោគពីក្រៅទៅហើយសហគមន៍បានជាកម្លាំងពលកម្មហើយបានប្រាក់ខែយើងជួយឲ្យសហគមន៍មាន business នៅក្នុងនឹងរកស៊ីចំណូលបន្ថែមនៅក្នុងនឹងហើយគាត់ជាកម្លាំងពលកម្មនៅតែម្ដងនេះគឺជាអ្វីដែលរូបមន្តដែលយើងបានធ្វើហើយបង្កើត ecosystem នៅក្នុងផ្សារគឺមិនមែនតែកន្លែងនឹងទេនៅចិត្តនឹងមានទេទឹកពុះមួយទៀតចឹងហើយបានធ្វើម៉េចឲ្យទាំងខេត្តឲ្យទាំងទេសចរឲ្យទាំងក្រសួងបរិស្ថានជជែកគ្នាជាមួយមន្ត្រីថាធ្វើម៉េចយើងប្រតិកលាវាជា ecosystem នៅក្បែរហ្នឹងបាទទេទឹកពុះជាមួយនឹងខ្នងផ្សារជាមួយនឹងតំបន់មួយចំនួនដែលអាចមានសក្តានុពលទេសចរតើរៀបចំចំណុចទាំងនេះប្រតិកលាគ្នាយ៉ាងម៉េចខ្ញុំដើរបន្តិចមិញក៏ជួបនៅខេត្តតាកែវក៏មានសក្តានុពលគ្រប់កន្លែងប៉ុន្តែគ្រាន់ថាអត់ទាន់ប្រតិកលាគ្នាបាទដាច់ដោយដុំអញ្ចឹងបានយើងសាកល្បងនៅកំពង់ស្ពឺទេទឹកពុះជាមួយខ្នងផ្សារនឹងប្រមាណនៅកន្លែងនេះរៀបចំជា ecosystem ជឿបង្កើនសមត្ថភាពរបស់សហគមន៍ឲ្យគាត់ចេះរកស៊ីបង្កើនសមត្ថភាពទី1បង្រៀនគាត់បង្រៀនដូចជារឿងបដិសណ្ឋារកិច្ចអីស្អីដែរទី2បង្រៀនរឿង marketing របស់គាត់ឃើញគាត់មានបាទខ្ញុំជួបប្រធានសហគមន៍គាត់ថាសម្ដេចឲ្យតែភ្ញៀវមកពួកខ្ញុំបម្រើគាត់ដូចស្ដេចចឹងខ្ញុំថានឹងមានផ្នត់គំនិតត្រូវបើមានផ្នត់គំនិតបែបនេះគ្រាន់តែបង្កើនសមត្ថភាពឲ្យគាត់យ៉ាងម៉េចគឺត្រូវព្រោះផ្សេងខ្ញុំប្រាប់គាត់ថាកន្លែងល្អក៏ដោយតែសេវាអត់ល្អគេអត់ទៅគេជប់ទៅម្ដងរៀងតែបើកន្លែងលំបាកក៏ដោយជួនកាលចូលទៅព្រៃភ្នំតែទៅដល់សេវាផ្កាយ5គេទៅសុបាយចិត្តសុវត្ថិភាពល្អអនាម័យល្អគួររៀបចំចងក្រងជាសហគមន៍ដើម្បីជួយគ្នាគាត់រៀបចំសហគមន៍យើងបង្កើនសមត្ថភាពសហគមន៍នេះបើគាត់រៀបចំត្រូវយើងអាចជួយរហូតទៅដល់ទាំងហិរញ្ញវត្ថុទៀតព្រោះកន្លងទៅវិញឃើញអាដាមហូតហាក់ក្រុងជួបជាមួយអាដាមអិនចាន់នីប្រធានអេស៊ីលីដាបែរជានិយាយគ្នាពីរឿងការជួយឲ្យកម្ចីទៅសហគមន៍ខាងវិស័យទេសចរស្តៀងយើងធ្វើជាមួយនឹងវិស័យកសិកម្មដែលសហគមន៍ទំនើបអញ្ចឹងបើសិនជាចងក្រងគ្នាល្អជាងការវិនិយោគនៅនឹងកន្លែងចំនួនមិនបាច់យកលុយពីវិស័យឯកជនទេគឺយើងអាចជួយតែម្ដងឲ្យតែសហគមន៍គាត់មាន model គេថាពាណិជ្ជកម្មរបស់គាត់ធុរកិច្ចរបស់គាត់ច្បាស់លាស់គាត់មានសមត្ថភាពខ្ញុំគិតថាហើយសូមឲ្យធនាគារយើងមានធនាគារ SME របស់រដ្ឋយើងមានធនាគារមួយចំនួនដែលជួយទៅដល់វិស័យទេសចរហើយក៏សូមសង្ឃឹមថាធនាគារក្នុងវិស័យឯកជនរបស់យើងធនាគារពាណិជ្ជកម្មសូមគិតគូរការជួយទៅដល់វិស័យទេសចរតាមរយៈការជួយទៅដល់សហគមន៍ដែលមានសក្តានុពលផលិតផលនេះឯងហើយនេះហើយគឺការអភិវឌ្ឍវិស័យទេសចរដោយបរិយាបន្នពាក្យតែបរិយាបន្នមួយមិនមែនមើលទិន្នន័យឡើងប្រមាណភាគរយ GDP ឡើងប្រមាណភាគរយទេគឺយើងត្រូវមើលគ្រប់វិស័យគ្រប់កន្លែងទាំងអស់ថាតើគ្រប់វិស័យគ្រប់កន្លែងទាំងអស់មានកើនអត់ប្រមាណបាទយើងអាចមើលតួលេខទាំងមូលបានទេតួលេខទាំងមូលគឺជាសេដ្ឋកិច្ចថ្នាក់ជាតិយើងមើលល្អប៉ុន្តែត្រូវមើលគ្រប់វិស័យគ្រប់ទីកន្លែងហើយគ្រប់វិស័យទាំងអស់ត្រូវមើលផ្នែកមួយរបស់ហើយនេះហើយដែលជាអ្វីដែលយើងបានកំពុងតែសាកល្បងហើយរុញនៅក្នុងវិស័យទេសចរជាមួយនឹងកសិកម្មទេសចរដែលឲ្យទេសចរជាមួយនឹងបរិស្ថានដើរតួជាមួយគ្នាដើម្បីសិក្សាបែបនេះអញ្ចឹង model នេះគឺជា model ដែលថាមុននឹងយើងទៅរកវិស័យឯកជនមកវិនិយោគយើងផ្ដោតទៅលើការពង្រឹងសមត្ថភាពរបស់សហគមន៍របស់យើងហើយបើគាត់បានជោគជ័យនៅនឹងកន្លែងជាផលិតផលនៅនឹងកន្លែងរួចទៅហើយគាត់ជោគជ័យគាត់អាចវិនិយោគគាត់ពង្រឹងអញ្ចឹងរដ្ឋយើងអាចបង្កើតកាន់តែច្រើនទីកន្លែងនេះហើយផលិតផលរួមគឺយើងប្រតិកលាគ្នាទៅដល់កន្លែងដែរតែម្ដងដែលជាកញ្ចប់នៃទេសចរព្រោះផលិតផលនៅមូលដ្ឋានគឺសិតតែមានសំណួរសួរថាអញ្ចឹងយើងឈប់ឲ្យវិស័យឯកជនចូលវិនិយោគយើងបិទឈប់ឲ្យវិនិយោគធំចូលក្នុងវិស័យទេសចរអត់ទេព្រោះសមត្ថភាពរបស់សហគមន៍មិនអាចទៅគ្រប់កន្លែងបានទេយើងផ្ដោតទៅលើសហគមន៍ជាអាទិភាពដំបងនៅកន្លែងណាដែលសហគមន៍អាចទៅរົບរងបាន 100% យើងឲ្យសហគមន៍តែកន្លែងខ្លះអត់បានទេឧទាហរណ៍បើមានទឹកជ្រោះតែមួយតូចមួយកន្លែងហ្នឹងគឺសហគមន៍គ្រប់គ្រងបានហើយមិនបាច់ទៅរកក្រុមហ៊ុនវិនិយោគធំទៅធ្វើពីក្រៅទេតែបើវិនិយោគតំបន់កោះឆ្នេរមួយទាំងមូលអាហ្នឹងទៅធំហ៎បាទត្រូវរៀបចំយកវិនិយោគធំទៅដាក់
ប៉ុន្តែវិនិយោគនេះសូមឲ្យគិតគូរគឺវិនិយោគក្នុងរូបភាពកុំឲ្យស្លាប់សហគមន៍បានន័យថារូបមន្តអភិក្រមចែកគ្នារស់បាទថ្ងៃមុនខ្ញុំទៅនេះគឺសហគមន៍គាត់បារម្ភអញ្ចឹងគាត់បារម្ភថាសម្ដេចមានគេមកវិនិយោគជើងភ្នំពួកខ្ញុំខ្លាចទប់មិនរួចខ្លាចពេលដែលវិនិយោគឯកជនមកគាត់បង្កើត resort បង្កើតអីអាផ្ទះសំណាក់ខ្ញុំដួលខ្ញុំថាកុំភ័យការរៀបចំនេះបានយើងឲ្យទៅគិតមើលថាអញ្ចេះបើសិនជាទីផ្សារមានតែប៉ុណ្្នឹងมันអាចបង្ងាយទៀតទេអានឹងប្រកាសតែគេមកយើងដួលហើយប៉ុន្តែទីផ្សារវាមានសក្តានុពលរីកតែសហគមន៍គាត់ធ្វើបានតែប៉ុណ្្នឹងអញ្ចឹងកុំខ្លាចហៅគេមកតែផលិតផលដែលគេមកវិនិយោគធ្វើ resort អីនោះបានន័យថាមកដើម្បីវាជាការជួយគ្នាបំពេញគ្នាជាមួយនឹងផលិតផលដែលសហគមន៍មានបាទអញ្ចឹងឧទាហរណ៍ថាគេទៅកន្លែងនោះឥឡូវទៅបានតែបោះតង់ទេអ្នកដែលចង់ទៅអត់បោះតង់ក៏អត់មានកន្លែងស្នាក់នៅក៏អត់ទៅកន្លែងសហគមន៍របស់យើងអត់គ្រប់អញ្ចឹងបើសិនជាមានវិនិយោគនៅ resort កន្លែងណាមួយនោះអាចទទួលភ្ញៀវអញ្ចឹងគេអាចនាំភ្ញៀវទៅស្នាក់នៅច្រើនអញ្ចឹងសហគមន៍នឹងបានទទួលនៅសេវាហើយព្រោះពេលឡើងទៅលើសេវាគឺជាអ្នកផ្ដល់ឲ្យសហគមន៍លក់ដូរអីគាត់បានផលបាទនៅទេទឹកពុះដូចគ្នាកន្លែងណាហើយធ្វើយ៉ាងណាកុំឲ្យបាត់សន្តានលក្ខណៈធម្មជាតិរបស់យើងនៅនឹងកន្លែងដែលជាសក្តានុពលទី2កុំឲ្យបិទមូលដ្ឋានដែលជាគេថាសិទ្ធិរបស់សាធារណៈបាទបើកន្លែងទេទឹកពុះនឹងជាកន្លែងសាធារណៈកុំវិនិយោគនៅជុំវិញនឹងបិទលបងកុំឲ្យគេចូលអត់ទេថយក្រោយបន្តិចទៅឲ្យឆ្ងាយទៅគេទៅលេងកន្លែងសាធារណៈឲ្យបិទសេវានៅឆ្ងាយបន្តិចទៅបាទឲ្យផ្គុំគ្នាទាំងសហគមន៍ទាំងវិស័យឯកជនឧទាហរណ៍បាទដូចនៅក្នុងផ្សារខ្ញុំក៏បានសម្រេចហើយក៏អរគុណណាស់ទៅដល់ម្ចាស់គម្រោងដែលបានឯកភាពគ្នាព្រោះកន្លែងវាលមួយគឺថាបើសិនជាយើងវិនិយោគកន្លែងហ្នឹងគឺយើងបិទកន្លែងហ្នឹងលែងឲ្យអ្នកទៅបោះតង់ហើយគឺយើងបានអញ្ចឹងយើងកែសម្រួលទីតាំងទៅបាទឲ្យកន្លែងហ្នឹងទៅជាកន្លែងតែបោះតង់ដដែលមនុស្សទៅកន្លែងដដែលហើយតែទៅហើយគាត់ត្រូវការសេវាត្រូវការអីទៅក្បែរអញ្ចឹងយើងកែសម្រួលទៅកន្លែងណាដែលវាមិនធ្វើឲ្យខូចនៅស្ថានភាពបច្ចុប្បន្នបានន័យថារក្សាស្ថានភាពដដែលរក្សានៅសក្តានុពលដដែលដើម្បីយើងទាញផលរយៈពេលវែងហើយកែសម្រួលការវិនិយោគដើម្បីជួយទៅដល់សហគមន៍ជួយប៉ះប៉ូវគ្នាបាទអានឹងដែលការលើករបស់សហគមន៍ការព្រួយបារម្ភក៏ព្រួយខ្លាចអ្នកមានលុយទៅគេវិនិយោគទៅបិទច្រកគាត់អត់ទេយើងត្រូវធ្វើមកការវិនិយោគដើម្បីជួយបង្កើនសក្តានុពលនេះបាទយើងឲ្យធ្វើបានន័យថាដៃគូជាឯកជនត្រូវតែជួយប៉ុន្តែកុំភ្លេចសហគមន៍ជាគោលបាទហើយនេះហើយគឺជាគោលការណ៍នៃការអនុវត្តកន្លងទៅហើយអ្វីដែលឯកឧត្តមប្រធានធនាគារពិភពលោកគាត់លើកធនាគារអភិវឌ្ឍអាស៊ីគាត់លើកគាត់ថារូបមន្តនៅកែភ្ជាប់ជាមួយនឹងសហគមន៍នេសាទគឺចឹងយើងអត់ចាំបាច់ទៅធ្វើអីផ្សេងឲ្យគាត់ទេសហគមន៍គាត់មានផលិតផលហើយត្រូវការតែការតភ្ជាប់ហើយបង្កើនសមត្ថភាពឲ្យគាត់ជួយផ្សព្វផ្សាយផលិតផលឲ្យច្រើនឲ្យគេដឹងតាមប្រព័ន្ធបណ្ដាញទេសចរភ្នាក់ងាររបស់យើងឲ្យដឹងថានៅកែបឥឡូវមានសហគមន៍ទេសចរសហគមន៍នេសាទកែបដែលមានផ្លូវទៅស្រួលអីអាចដាក់ចូលក្នុងគេថាអាកម្មវិធីមួយថ្ងៃគេនឹងបានធួបានអញ្ចឹងកិច្ចការនេះគឺជាកិច្ចការដែលរូបមន្តដែលយើងត្រូវគិតបង្កើត ecology នេះគឺជាអ្វីដែលខ្ញុំបានលើកត្រឡប់មកខេត្តតាកែវយើងវិញមិញខ្ញុំដើរគ្រប់កន្លែងឃើញសក្តានុពលច្រើនខេត្តតាកែវដោយក្នុងសន្ទរកថារបស់ឯកឧត្តមវ័យសំណាងគឺជាការចាប់ផ្ដើមកកើតនៃប្រទេសខ្មែរយើងបាទដែលរាជធានីអង្គរបុរីពីសតវត្សទី1ដល់សតវត្សទី6នៅក្នុងសម័យហ្វូណនគឺនៅកន្លែងទៅនៅបន្សល់នៅប្រាសាទច្រើនប្រវត្តិសាស្ត្រច្រើនបាទសម័យចេនឡាហើយបានក្រោយសម័យមុននឹងសម័យអង្គរបានសម័យអង្គរសតវត្សទី8ទី9បានយើងទៅដល់អញ្ចឹងកន្លែងនេះទី1មានសក្តានុពលធម្មជាតិទី2ភូមិសាស្ត្រខេត្តតាកែវនៅជាប់រាជធានីភ្នំពេញ
ពីក្មេងខ្ញុំធាក់កង់តែមកលេងទលេបាទីនឹងឯងហើយគៀនស្វាយកាលនោះអត់មានអីជិះធាក់កង់ក៏មកដល់ទេបើន័យថាវាចិត្តឥឡូវយើងមានភ្នំតាម៉ៅយើងមានតំបន់សិប្បកម្មជាកន្លែងសិប្បកម្មហើយសក្តានុពលធនធានមនុស្សនៅទីនេះទេពកោសល្យខ្ពស់ល្ខោនតកែវកក់មិនទាន់ពិបាកអូណាស់ទូទាំងប្រទេសយីកេយើងមានសិប្បកម្មបាទសិប្បកម្មមានលបាយមានអីពិតណាភូមិឃុំដែលធ្វើហ្នឹងថយចុះប៉ុន្តែនៅមានយើងមានតំបន់បឹងកន្លែងនេះដែលកំពុងទៅធ្វើកំពុងស្ដាររៀបចំហើយយើងមានរបស់ពិសេសពងទាកូនពិសេសបកងតកែវ GI សួរមិញបកង GI ហ្នឹងយ៉ាងម៉េចបោះតកែវអញ្ចឹងយើងមានសក្តានុពលច្រើនសំណួរសួរថាតើយើងផ្សារភ្ជាប់យ៉ាងម៉េចហើយទី2ភូមិសាស្ត្រនៅជាប់ខេត្តកណ្ដាលខេត្តរាជធានីភ្នំពេញផ្លូវឥឡូវយើងស្រួលផ្លូវជាតិលេខ2អីហ្នឹងមកផ្លូវជាតិលេខ3ហើយក៏យើងជាប់ជាមួយនឹងខេត្តកពតខេត្តកែបខេត្តជាប់សមុទ្រទៀតអញ្ចឹងសក្តានុពលមានច្រើននៅក្នុងទេសចរបាទទីតាំងប្រវត្តិសាស្ត្រប្រាសាទចាស់នៅទីនេះមានមួយចំនួនអញ្ចឹងអ្វីដែលយើងអាចគិតគូរពីការភ្ជាប់ជាប្រព័ន្ធអេកូឡូស៊ីហើយយើងជួយកម្រិតដែរបាទបដោតទៅលើសហគមន៍មួយព្រោះមិនចាំបាច់ថាទៅទាញវិនិយោគពីខាងក្រៅមកវិនិយោគទៅឲ្យសហគមន៍មួយដែលគាត់ធ្វើហើយយើងអាចជួយរូបភាពយ៉ាងម៉េចហើយបង្កើតជាផលិតផលទេសចរនៅក្នុងខេត្តបតកលាគ្នាបាទជាសហគមន៍បតកលាគ្នាមន្ទីរទេសចរនៅទីនេះអភិបាលខេត្តនៅទីនេះយើងអាចសាកល្បងពីមកផលិតផលពីផលិតផលមិនមែនជាការងារធំតូចទេតែជាការងារធំប៉ុន្តែអ្វីដែលសំខាន់បើយើងមិនចាប់ផ្ដើមពីជំហានមួយទេយើងអត់ដល់ជំហាន100ទេបាទហើយរូបភាពនេះគ្រាន់តែជាឧទាហរណ៍ហើយយើងសាកល្បងនៅកំពង់ស្ពឺមុនគេនៅក្នុងផ្សារហៃទេទឹកពុះនេះយករូបប្រពន្ធនេះដើម្បីសាកល្បងតែមើលដែលថាក្រសួងទាំងពីរសាកល្បងភ្ជាប់ជាមួយវិស័យឯកជនប៉ុន្តែពេលជាមួយគ្នាដែលខ្ញុំលើកនេះកុំចាំក្រសួងទាំងពីរខេត្តទាំងមូលឥឡូវនៅក្នុងសហគមន៍មួយប្រជាពលរដ្ឋខ្លាចបំផុតគឺប្រជាពលរដ្ឋអត់មានទឹកចិត្តអត់មានឆន្ទៈចង់ធ្វើទេកុំទៅបខំគាត់បើសិនជាយើងមានសក្តានុពលហើយប្រជាពលរដ្ឋក៏អត់ចង់ធ្វើកុំទៅអត់ជោគជ័យទេតែបើឃើញគាត់ខំហើយគាត់ព្រួយបារម្ភខ្លាចគេមកទៅដើមអាជីពគាត់កាន់តែខិតខំធ្វើទៅកន្លែងហ្នឹងអត់ខុសទេបាទអត់ខុសទេព្រោះគាត់ចង់រស់ដូចខ្ញុំទៅក្នុងផ្សារគាត់ថាកាប់ឈើពីមុនអត់ចំណេញទេហត់ណាស់ហើយខ្លាចគេចាប់ទៀតតែឥឡូវសំណូមនេះកន្លែងនេះឲ្យតែភ្ញៀវមកបន្តិចតួចខ្ញុំបម្រើគាត់ដូចស្ដេចចឹងដើម្បីឲ្យគាត់មកទៀតកន្លែងនឹងហើយជាកន្លែងដែលត្រូវជួយគាត់ឲ្យរីកហើយផ្ដល់លទ្ធភាពឲ្យគាត់ព្រោះគាត់ចង់ធ្វើព្រោះអានឹងផលប្រយោជន៍គាត់ដឹងបាទហើយរកកន្លែងនឹងហើយខ្ញុំឃើញថានៅច្រើនកន្លែងដែរដែលមានហើយការអភិវឌ្ឍនៅនឹងកន្លែងធ្វើយ៉ាងម៉េចកុំឲ្យខូចភូមិសាស្ត្រនៅកណ្ដឹងបាទបើកន្លែងនឹងសម្បូរទៅដល់ធម្មជាតិពណ៌បៃតងគេទៅកន្លែងនឹងគឺដោយសារខែភាសាខែមកវាឃើញតំបន់បៃតងហើយបើយើងទៅធ្វើសិតតែផ្ទះថ្មនៅកន្លែងនឹងតិចទៀតបាត់អស់គេលែងទៅហើយតើតែធ្វើអភិវឌ្ឍហ្សូនយ៉ាងម៉េចដើម្បីយើងធ្វើរក្សាបៃតងនឹងផងយើងមានកន្លែងរីកផងបាទព្រោះអានឹងដែលយើងត្រូវធ្វើអញ្ចឹងបានថ្ងៃមុននៅក្នុងផ្សារយើងសម្រេចលុបគម្រោងប្រមាណចោលនៅកណ្ដាលនៅខាងលើនេះដោយសារវានឹងអាចប៉ះពាល់ទៅដល់លំហនៃការតាក់ទាញនឹងតែម្ដងលើខ្នងនឹងតែម្ដងអាចិត្តជើងភ្នំខ្នងភ្នំសពៅហ្នឹងបាទខ្នងផ្សារខាត់ដល់ផ្សេងទៀតបាទហើយខាងក្រោយមកយើងឲ្យគិតគូរមើលដែរដែលមាននេះជជែកជាមួយនឹងអ្នកវិនិយោគដើម្បីធ្វើឲ្យសហគមន៍ជាមួយសហគមន៍ឲ្យគាត់យល់ប្រជាជននៅសហគមន៍គាត់យល់គាត់ឡើងខ្លាចទេព្រោះគាត់ខ្លាចគាត់ឮថាវិស័យឯកជនអ្នកមានលុយទៅវិនិយោគគាត់ខ្លាចដួលរបស់គាត់អត់ទេព្រោះទាំងអស់គ្នាហើយបញ្យល់ឲ្យគាត់ឲ្យយល់ហើយពេលដែលវិនិយោគយើងសម្របសម្រួលយ៉ាងណាធ្វើឲ្យជួយគ្នាទៅវិញទៅមកសហគមន៍ជាគោលព្រោះនេះហើយគឺជាសរសៃឈាមនិងគេថាកោសិការបស់យើងគឺប្រជាជននៅសហគមន៍អញ្ចឹងនៅខេត្តតាកែវខ្ញុំក៏សូមឲ្យខេត្តជាមួយមន្ទីរទេសចរជាមួយមន្ទីរបរិស្ថានជាមួយនឹងវិស័យទេសចរក្នុងខេត្តឯកជនបតកលាគ្នាហើយមិនឃើញខាងកាតាខាងសមាគមទេសចរអីបោះទេសចរក្នុងស្រុកច្រើនណាស់
កុំភ្លេចថាទេសចរក្នុងស្រុកគឺជាកន្លែងនាំមុខនៃទេសចរក្រៅប្រទេសពេលដែលខ្ញុំទៅក្រៅប្រទេសម្ដងទៅប្រទេសណាខ្ញុំតែងទៅសួរគេថាកន្លែងណាគួរទៅភាគច្រើនកន្លែងដែលទៅនេះមិនមែនជាកន្លែងដែលពោពេញទៅដោយមនុស្សមកពីក្រៅប្រទេសទេគឺមុនដំបូងគេគឺទៅដោយប្រជាពលរដ្ឋនៅក្នុងប្រទេសនោះដែលទៅច្រើនសកម្មភាពដើរបានគេហៅទេសចរពីក្រៅទៅអញ្ចឹងទេសចរក្នុងស្រុកច្រើនដែរហើយអ្នកភ្នំពេញមិនខុសពីគេទេឥឡូវអ្នកភ្នំពេញឥឡូវគឺ stress ពីថ្ងៃសៅរ៍ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ stress ការងារស្ទះសាចរាចរណ៍ហ្នឹងក៏ stress ដែរអញ្ចឹងថ្ងៃសៅរ៍ថ្ងៃអាទិត្យឥឡូវឯកឧត្តមគួងសេរីគាត់ថាគ្រាន់មិញមកអួតប្រាប់ខ្ញុំឥឡូវថែមទាំងមហូបឥណ្ឌាអីទៅដល់ទៀតមនុស្សឡើងណែនគ្រាន់តែនៅអាដើរនៅមាត់ទន្លេភ្នំពេញដំបងអត់ដឹងថាដើរមិនដើរផងគ្រាន់តែគិតថាអាចមនុស្សទៅតែទស្សនៈមួយចំនួនគិតទៅនៅភ្នំពេញមានពីណាទៅទេដល់ជាក់ស្ដែងមនុស្សទៅគាត់ stress គាត់ធ្វើការអញ្ចឹងគាត់ត្រូវការកន្លែងដើម្បីបរិស្ថានអញ្ចឹងនៅខេត្តតាកែវអត់ឆ្ងាយទេបាទគាត់អត់អាចទៅដើរនៅមុខវាំងពេលថ្ងៃទេក្តៅតែគាត់អាចមកលេងទន្លេបាទីមកលេងភ្នំមកលេងអីអញ្ចឹងគឺត្រូវសហការជាមួយគ្នាហើយសូមឲ្យមានការចូលរួមយើងបង្កើតការរៀបចំជួយសហគមន៍ខ្ញុំនិយាយមួយអាដាមនេះសំពិសិដ្ឋនៅខេត្តកែបឥឡូវគាត់កំពុងរៀបចំសហគមន៍អ្នកលក់ដូរអាជីវករថាធ្វើម៉េចសេវាកម្មឲ្យល្អហើយកុំយករត់ទៅសម្រាប់គ្រប់គ្រងឲ្យអាជីវករគាត់គ្រប់គ្រងគ្នាឯងឲ្យសហការគ្នាទៅវិស័យឯកជនគាត់ជួយគិតជួយអនុវត្តទៅអញ្ចឹងការផ្ដល់សេវាល្អសេវាគប់ចិត្តនេះហើយប្រើពាក្យឲ្យធំឆាយសម្មាលទៅចុះសេវាគប់ចិត្តនេះហើយគឺជាអ្វីដែលទាញមនុស្សទៅទៀតបាទកុំឲ្យមានរឿងអារឿងដូចបាយមួយចានប្រហែល10000ថ្ងៃមុននោះវាធ្វើឲ្យខូចគេឈ្មោះកែបទៅហើយអារឿងអាក្រក់នោះវាឆេះលឿនវាដោះលឿនហើយមិនងាយលុបប៉ុន្តែរឿងល្អត្រូវលុបវាហើយការពាររឿងអាក្រក់កុំឲ្យកើតច្រឡំអាវអញ្ចឹងរដ្ឋយើងអាចបដិកលាប៉ុន្តែអាស្រ័យទៅលើប្រជាពលរដ្ឋនៅសហគមន៍តែម្ដងដូចខ្ញុំនិយាយយើងជួយសហគមន៍តើតែគាត់ចង់បើអ្នកអត់ចង់យើងជួយអត់ជោគជ័យទេបាទបើគាត់ចង់ហើយគាត់និយាយគ្នាហើយឯកភាពហើយគាត់ជួយគ្នាបានហើយខ្ញុំសូមអំពាវនាវឲ្យប្រជាពលរដ្ឋនៅសហគមន៍ខិតខំយ៉ាងណាកសាងឲ្យបាននៅសហគមន៍រឹងមាំឯកភាពគ្នាជួយគ្នារស់ជួយគ្នារីកចម្រើននេះហើយគឺអ្វីទៅភាពជោគជ័យរដ្ឋអាចជួយអ្នកក្រៅអាចជួយមួយចំនួនប៉ុន្តែជួយដែលរស់ពិតប្រាកដគឺអ្នកនៅក្នុងសហគមន៍បាទសហគមន៍នៅទន្លេបាទីបើគាត់សហគមន៍គ្នាត្រួតពិនិត្យតម្លៃត្រួតពិនិត្យសេវាធ្វើឲ្យការវិនិយោគរដ្ឋអាចជួយបញ្ចូលបានល្អសហគមន៍នៅភ្នំសហគមន៍នៅតាមតំបន់ប្រាសាទដែលយើងអាចធ្វើទៅបានព្រោះនៅខេត្តតាកែវគឺមានសក្តានុពលច្រើនហើយនេះហើយគឺរូបមន្តដែលខ្ញុំចង់និយាយគឺថាការអភិវឌ្ឍជាពិសេសទៅលើទេសចរខ្នាតតូចទេសចរបែបធម្មជាតិទេសចរសហគមន៍នេះគឺត្រូវភ្ជាប់បាទផលិតផលគ្រាន់តែគាត់ធ្វើនេសាទយូរឆ្នាំទៅហើយក៏គាត់អាចជាកន្លែងតាក់ទាញនៃទេសចរដែលចង់មើលអីប្លែកមួយដែរគាត់ទៅទិញត្រីទិញអីទៅបង្កើតអាហារដ្ឋាននៅលើកន្លែងហ្នឹងគាត់ឆ្នៃបានយើងធ្វើតែផ្លូវតឲ្យគាត់ភ្ជាប់តែtour package ឲ្យទៅបាទកន្លែងតម្បាញកន្លែងអីដែលយើងដំមានជាការល្អបាទកន្លែងវត្តកន្លែងអីដែលយើងមានបាទកន្លែងវត្តនៅប្រទេសខ្លះគ្រាន់តែវត្តមួយទេសចរ1លាននាក់មួយឆ្នាំខ្ញុំរៀននៅអង់គ្លេសថ្មតែ10ដុំទេ10ដុំជាង10លាននាក់ក្នុងមួយឆ្នាំគេហៅ Stonehenge អា Stonehenge ហ្នឹងគឺអាដុំថ្មដែលជំនាន់ពីមុនមកគេរៀបជាហើយគេមើលម៉ោងតាមនឹងពីដើមមកគេរៀបដូចម៉ោងតនិចនាឡិកាយើងអញ្ចឹងហើយអ្នកដែលមើលម៉ោងគេមើលថ្ងៃបើថ្ងៃដើរដល់តាណាអាសមោលវានៅនឹងគេមើលម៉ោងតាមនឹងឥឡូវមនុស្សលែងមើលម៉ោងហើយថ្មហ្នឹងវាលែងមានតម្លៃរឿងម៉ោងពេលវេលាហើយប៉ុន្តែតម្លៃវាតម្លៃភាពតាក់ទាញមនុស្ស10លានអ្នកជាងគ្រាន់តែជិះឡានពីលន់ដុនទៅមើលពីគ្រប់កន្លែងទៅមើលកន្លែងហ្នឹងការផ្សារភ្ជាប់គ្នាដោយសារការបដិកលានៃប្រព័ន្ធអេកូឡូស៊ីនៃការផ្សព្វផ្សាយប្រព័ន្ធទេសចររបស់គេ tour agent ធ្វើអីដាក់នៅក្នុងគ្រប់ហើយខ្ញុំគិតថាយើងការជួយសម្រួលប្រព័ន្ធនេះហើយបើសិនជាមានការវិនិយោគទៀតកុំចាំបាច់តលតែក្រុមហ៊ុនឯកជនមកវិនិយោគ
សហគមន៍ដែលអាចបានយើងនិយាយជាមួយធនាគារឯកជនមើលសហគមន៍រឹងមាំសក្តានុពលអាចជួយផ្ដល់នៅហិរញ្ញប្បទានខ្លះដោយយើងធ្វើនៅក្នុងវិស័យទេសចរនៅក្នុងវិស័យកសិកម្មនៅក្នុងវិស័យផ្សេងអញ្ចឹងខ្ញុំសូមឲ្យខាងវិស័យធនាគារឯកជនរបស់យើងគិតគូរអំពីការជួយផ្ដល់ហិរញ្ញប្បទានឥណទានជូនទៅដល់ខាងវិស័យទេសចរជាវិស័យសហគមន៍នៅក្នុងអត្រាដែលការប្រាក់ល្អផងបាទដើម្បីជួយសម្រួលឲ្យគាត់បាទនៅក្នុងកិច្ចការនេះជួមជាមួយនឹងការជួយរបស់ក្រសួងស្ថាប័នរបស់យើងក្នុងការពង្រឹងសហគមន៍បច្ចេកទេសឬមួយក៏ប្រព័ន្ធដើម្បីឲ្យមានភាពជោគជ័យទាំងអស់នេះហើយគឺការជួយគ្នាដើម្បីរស់ជួយគ្នាដើម្បីរីកនេះហើយគឺដែលខ្ញុំថាវិស័យឯកជនមិនចាំបាច់ត្រូវតែទៅសម្រាប់សហគមន៍ទេអាចធ្វើជាមួយគ្នាជួយគ្នាបានជួយគ្នាដើម្បីរស់ជួយគ្នាដើម្បីរីកនេះហើយទើបអាចដើរជាមួយគ្នាបានយូរវែងបាទហើយនេះហើយជាអភិក្រមដែលយើងត្រូវធ្វើហើយនិយាយរឿងសក្តានុពលនៅខេត្តតាកែវខ្ញុំសូមបើកវងកញ្ចក់តូចមួយចោះបញ្ជាក់សមៈដល់ប្រជាពលរដ្ឋតិចព្រោះខ្ញុំឃើញរឿងមួយនឹងវាចេះតែចេញមកមិញនឹងរៀបចេញមកនឹងក៏នៅតែរឿងមួយថារបបរដ្ឋាភិបាលតកូលហ៊ុននេះកំណាចណាស់សំបីតែលោកក៏ចាប់ផ្សឹកដែរដោយសារប្រសង់ជួនកក្កដាលោកទៅផ្សឹកដល់អញ្ចឹងគេនាំគ្នាចោទថាយើងបខំលោកផ្សឹកលោកឯកឧត្តមចៃបរិទ្ធអត់មកទេបោះមកដែរនឹងប្រាប់ឯងគេឥឡូវលែងហៅទូលព្រះអង្គឯងលើទៅលោកប្អូនហើយឲ្យលោកប្អូនជួយបញ្យល់ផងហ៎រឿងនឹង2 ដងហើយខ្ញុំសូមជូនចេះអត់មានពីណាបខំលោកទេតាមពិតពុទ្ធបរិស័ទដែលជាហ្វានរបស់លោករួមទាំងប្រពន្ធរបស់ខ្ញុំអត់ចង់ឲ្យលោកសឹកទេនិយាយត្រង់ទៅបងទៅគ្រាន់តែលោកគាត់ទៅថ្វាយអង្គមលោកមកវិញទៅដល់លោកបានទូលព្រះអង្គទូលបានមានសង្ឃតិកាទៅប្រាប់ពុនខ្ញុំតែលោកតិចទៀតប្រហែលជាទៅសឹកហើយពុនខ្ញុំមកដល់ផ្ទះតែบอกហើយលោកដូច2 អង្គ3 អង្គហើយដែលគ្រាន់តែខ្ញុំទៅថ្វាយអង្គមលោកសឹកបាត់ហើយទីមួយព្រះអង្គសានសុជាសឹកបាត់សិតតែហ្វានរបស់គាត់ឥឡូវមកព្រះអង្គនួនកក្កដាហើយលើកទី1ដែលគេនេះហ្នឹងគឺសម្ដេចសង្ឃខីសវណ្ណរតនាមុនបោះឆ្នោតឲ្យលោកឥឡូវជារដ្ឋលេខាធិការក្រសួងការបរទេសពេលដែលលោកសឹកមុននឹងលោកសឹកលោកជួបជាមួយខ្ញុំហើយក៏លោកមានសង្ឃដីកាថាលោកបានបំពេញតួនាទីយូរឆ្នាំជួយប្រទេសជាតិតាមផ្លូវពុទ្ធចក្រឥឡូវលោកចង់បានបទពិសោធន៍របស់លោកដែលជួយកិច្ចការនេះទៅជួយប្រទេសជាតិតាមផ្លូវអាណាចក្រម្ដងបាទលោកនៅតែប្រើជំនាញរបស់លោកដើម្បីជួយប្រទេសជាតិអញ្ចឹងយើងមិនដឹងថាហាមយ៉ាងម៉េចលោកជាការសម្រេចចិត្តរបស់លោកប៉ុន្តែពេលដែលលោកសឹកគេចោទប្រកាន់ថារដ្ឋាភិបាលដឹកនាំដោយសម្ដេចតេជោគឺកណ្ដេថៃគឺផ្សឹកទាំងស្ដេចសង្ឃទៀតដល់កបដោយឥឡូវដល់លោកដែលគុណជួនកក្កដាដោយគ្រាខ្ញុំសូមបញ្ជាក់តាមមីក្រូដើម្បីពួកនឹងលឿនតិចទៀតគេយកទៅផ្សាយតាមប្រព័ន្ធពួកឥឡូវគេផ្សព្វផ្សាយតាមប្រព័ន្ធគេដឹងរឿងពិតប្រាកដព្រោះលោកបានចេញហើយប៉ុន្តែគេចង់ឲ្យប្រជាពលរដ្ឋអ្នកដែលគាំទ្រលោកជាច្រើនយល់ច្រឡំលើរដ្ឋាភិបាលរឿងតែប៉ុណ្្នឹងគេមិនមែនអ្នកដែលផ្សព្វផ្សាយឲ្យផ្សាយទៀតនេះដែលក្រសួងចេញមកផ្សាយព្រះអង្គចេញមកផ្សាយបង្ហាញទាំងការពិធីគេចង់ឲ្យប្រជាពលរដ្ឋអ្នកពលលោកមានអ្នកគាំទ្រច្រើនអញ្ចឹងគេចង់ឲ្យមើលឃើញបែបនេះអញ្ចឹងខ្ញុំសូមបញ្យល់បន្តិចចុះព្រោះពាក់ព័ន្ធនឹងតកែវដែរហើយសាសនានៅតកែវពលលោកនៅវត្តប្រាសាទនាងខ្មៅនៅសំរោងអញ្ចឹងជាប់អ្នកតកែវដែរឥឡូវមកជាប់អ្នកតកែវនឹកឃើញរឿងហ្នឹងបាទហើយតាក់ទងរឿងសាសនាខ្ញុំសូមបញ្ជាក់ចេះអត់មានពីណាផ្សឹកលោកទេដោយបខំទេគឺលោកអត់មានបានប្រព្រឹត្តអ្វីខុសទេគឺការចម្រាច់ចិត្តរបស់ព្រះអង្គហើយសូមឲ្យពុទ្ធបរិស័ទដែលគាំទ្រជឿព្រះអង្គសូមបន្តគាំទ្រលោកទៀតលោកនឹងបន្តជួយនៅក្នុងពុទ្ធសាសនាទៀតហើយតាមពិតលោកនឹងត្រូវរៀបចំដោយសារចំណេះដឹងរបស់លោកល្អខ្លាំង
ជួយច្រើននៅក្នុងវិស័យនេះរាជរដ្ឋាភិបាលត្រូវការអ្នកដែលមានសមត្ថភាពនេះហើយលោកក៏មានបំណងមានឆន្ទៈចង់ចូលរួមជួយវិស័យពុទ្ធសាសនាថែមទៀតអញ្ចឹងយើងគ្រោងរៀបចំលោកជាអនុរដ្ឋលេខាធិការក្រសួងធម្មការដើម្បីបន្តជួយវិស័យពុទ្ធសាសនាតទៅទៀតបាទអត់មានផ្សឹកលោកទេហើយក៏អត់មានបោះបង់ចោលធនធានដែលល្អដែលមានឆន្ទៈជួយនោះដែរអញ្ចឹងសូមឲ្យលោកតាលោកយាយអ៊ំពូមីងដែលជា fan របស់ព្រះអង្គជួនកក្កដាសូមកុំមានការយល់ច្រឡំហើយប្រពន្ធខ្ញុំក៏គាត់ជឿខ្ញុំហើយថាខ្ញុំអត់បខំលោកទេប្រកបជា fan មួយដែរគឺគោរពតាមការសម្រេចរបស់ព្រះអង្គរបស់លោកប្អូនបណ្ឌិតជួនកក្កដាតែលោកចង់បានបន្តការងារជួយទៅដល់សាសនាជួយដល់សង្គមជាតិប៉ុន្តែគ្រាន់តែដូរផ្លូវពីផ្លូវពុទ្ធចក្រមកក្នុងផ្លូវអាណាចក្រតែប៉ុណ្ណោះហើយយើងនឹងបន្តផ្ដល់ឱកាសឲ្យលោកប្អូនបណ្ឌិតបន្តចូលរួមដើម្បីជួយកសាងពង្រឹងពុទ្ធសាសនាដែលជាមូលដ្ឋានសម្រាប់សង្គមជាតិយើងតទៅទៀតសូមបញ្ជាក់ប៉ុណ្ណឹងហើយបាទនៅវត្តនៅតកែវយើងទាំងឯងបាទអ្នកតកែវហើយតកែវខ្ញុំមានប្រវត្តិគេថាមានអនុស្សាវរីយ៍រឿងពុទ្ធសាសនាច្រើនណាស់បាទសម្ពោធវត្តច្រើនជាងគេគឺនៅតកែវតែម្ដងបាទហើយព្រះអង្គខឹមសនតែងតែបិណ្ឌបាតឲ្យទៅជួបជាមួយនឹងបដិជគុណប្រសង់នៅតកែវលោកថាឃើញមុខញោមដូចមាននិស័យទៅសម្ពោធវត្តអាត្មាផងអញ្ចឹងក៏រឿងនេះប៉ុន្តែឥឡូវត្រឡប់មកវិញសាសនាវប្បធម៌ប្រវត្តិសាស្ត្រធនធានធម៌វិជាតិកន្លែងដែលមនុស្សបង្កើតកន្លែងកំសាន្តផ្សេងសិតតែអាចប្រតិកលាគ្នានៅក្នុងការជួយសហគមន៍និងជួយបង្កើតជាផលិតផលទេសចរបន្ថែមទៀតហើយសូមយកចិត្តទុកដាក់ផ្ដោតអារម្មណ៍ទៅលើទេសចរក្នុងស្រុកយើងច្រើនណាស់បាទកុំថាយើងគិតថាខេត្តតាកែវអត់មានអីតាក់ទាញទៅឲ្យទេសចរមកពីអឺរ៉ុបអត់ទេកុំអាគិតនោះទេសចរក្នុងស្រុកច្រើនណាស់បាទអ្នកភ្នំពេញអ្នកខេត្តកណ្ដាលក៏ stress ច្រើនដែរមិនមែន stress ច្រើនពេកទេបានន័យថាពេលដែលយើងមានការងារច្រើនរវល់គ្រប់គ្នាចង់បានគេហៅគុណភាពនៃពេលវេលាជាមួយគ្រួសារអញ្ចឹងពេលថ្ងៃសៅរ៍អាទិត្យតែងតែចង់នាំប្រពន្ធនាំកូនដើរលេងហើយចង់មានឱកាសបើនៅផ្ទះកូនមើលតែទូរស័ព្ទឪមើលតែទូរទស្សន៍ម៉ែនៅតែចក្រានបានពេលណាជាមួយគ្នាអញ្ចឹងតើតដាក់មកឡានទៅអង្គុយ picnic នៅកន្លែងណាមួយទៅបានជុំគ្នាអញ្ចឹងសក្តានុពលនៅខេត្តតាកែវខេត្តកំពង់ឆ្នាំងខេត្តជុំវិញនេះហើយសម្រាប់នៅខេត្តតាកែវនេះសម្រាប់អ្នកមកពីកំពតអ្នកមកពីខេត្តកណ្ដាលអ្នកមកពីភ្នំពេញដែលជាចលករនាំមុខតិចទៀតមានទេសចរមកពីក្រៅប្រទេសផ្សេងទៀតនេះគឺយើងនិយាយនៅក្នុងវិស័យទេសចរទៅទីនេះហើយនេះគឺជាអភិក្រមដែលយើងអាចធ្វើបានប៉ុន្តែផ្ដោតអតិភិបផលប្រយោជន៍អតិបរមាដែលអាចធ្វើទៅបានជូនសហគមន៍នៅមូលដ្ឋាននាំយកចំណូលនាំយក business នាំយកការងារនាំយកអាជីវកម្មផ្សេងធុរកិច្ចផ្សេងឱកាសទៅដល់សហគមន៍បង្រៀនសហគមន៍ឲ្យចេះធ្វើធុរកិច្ចមុននឹងយើងយកអ្នកធុរកិច្ចមកចូលធ្វើការវិនិយោគជំនួសឲ្យសហគមន៍បើអាចធ្វើទៅបានការរួមគ្នាពីក្រសួងស្ថាប័នយើងអាចពិនិត្យមើលនៅក្នុងការជួយផលិតផលប្រជាជនដើម្បីជួយប៉ុន្តែធ្វើយ៉ាងណាកុំឲ្យបាត់សន្តានការតាក់ទាញនៃមូលដ្ឋានបាទតាក់ទាញនៃមូលដ្ឋានដែលធ្វើឲ្យបាត់សក្តានុពលរយៈពេលវែងកុំ copy ពិបាកបំផុតគឺ copy ឃើញកន្លែងនឹងតំបន់ភ្នំល្អស្រាប់តែ copy យក model ពីកំពង់សោមឬមួយក៏រាជធានីភ្នំពេញទៅធ្វើសិតតែ20ជាន់ទៅលើទៅបាត់អស់ហើយបាទគេអត់ចង់ទៅភ្នំមួយនឹងដែលមានសិតតែបរិយនៅពេញលើនោះទៀតទេគេចង់ទៅកន្លែងណាដែលមានលក្ខណៈសម្បាញ់ហើយបើធ្វើជា resort ជាអីសុំឲ្យគេថាទម្រង់នៃស្ថាបត្យកម្មសំណង់នៅទីនោះឲ្យវាស្របទៅតាមស្ថានភាពភូមិសាស្ត្រដែលអាចធ្វើទៅបានបាទហើយនេះហើយគឺជាអ្វីដែលជាលក្ខណៈសំខាន់របស់ដូចនៅបាលីចឹងគេអត់ឲ្យទៅធ្វើអីដូចនៅយ៉ាកាតាទេប៉ុន្តែជាកន្លែងធំសំខាន់
ចឹងកិច្ចការងារអភិវឌ្ឍវិស័យទេសចររបស់យើងនៅទីនេះនៅក្នុងការអនុវត្តជាក់ស្ដែងដែលអ្វីដែលអាដាមប្រធានធនាគារអភិវឌ្ឍអាស៊ីដែលគាត់និយាយពីថ្ងៃមុនចាប់អារម្មណ៍នៅសហគមន៍នេសាទនៅកែបនោះគឺដូចតែយើងធ្វើគិតគូរនៅសហគមន៍នៅក្នុងផ្សារទេទឹកផុសទេទឹកពុះក៏ដូចជាអាចគិតគូរនៅកន្លែងផ្សេងដូចនៅភ្នំកលែនដូចនៅបាទកន្លែងណាព្រោះអភិវឌ្ឍមិនបាច់ចាំតតែមានន័យថាធ្វើផ្លូវបេតុងទៅទេបាទដូចនៅកលែនហ្នឹងបើសិនជាយើងហ៊ានទៅធ្វើបេតុងនៅលើនោះគឺបាត់លក្ខណៈតាក់ទាញភ្លាមផ្លូវលំបាកយើងឈូសឲ្យល្អលក្ខណៈទុកផ្លូវដីប្រឡោះមិនល្មមគាត់រក្សាធម៌វិជាតិទៅដែរហើយនេះហើយគឺជាអ្វីដែលយើងបានធ្វើឲ្យខ្ញុំសូមអរគុណណាស់ហើយសូមកោតសរសើរណាស់ចំពោះក្រសួងទេសចរដែលបានកន្លងទៅក៏ដូចជាក្រសួងបរិស្ថានដែលតាំងពីមុនបោះពីអតីតមុនបោះក៏បានខិតគូរធ្វើម៉េចភ្ជាប់រឿងការជួយជំរុញសហគមន៍បាទហើយជាពិសេសបើមានសក្តានុពលអីយើងជួយគាត់បែបនេះឥឡូវសហគមន៍កសិកម្មសហគមន៍ផ្សេងគឺក្រសួងស្ថាប័នយើងជួយបែបនេះបាទជួយបែបនេះបង្កើនតូចដើម្បីផ្គុំគ្នាជាមាត្រដ្ឋានបាទបង្កើតតូចផ្គុំគ្នាជាមាត្រដ្ឋានបាទសហគមន៍មួយអាចផ្គុំគ្នាជាមាត្រដ្ឋាននៅនឹងកន្លែងបាទនៃផ្គុំពីគ្រួសារមួយហើយមាត្រដ្ឋាននេះដែលសហគមន៍មួយនេះបើសហគមន៍3 4ផលិតផលស្តៀងគ្នាគឺអាចបង្កើតជាមាត្រដ្ឋានយើងធ្វើការបានហើយនេះគឺជារូបមន្តដែលយើងបន្តអនុវត្តអាដាមលោកជំទាវលោកស្រីភ្ញៀវកិត្តិយសទាំងអស់ការវិវត្តតំបន់តាមដងទន្លេមិនមែនធ្វើឡើងសម្រាប់តែពេលបច្ចុប្បន្ននោះទេប៉ុន្តែយើងត្រូវគិតគូរឲ្យបានវែងឆ្ងាយទៅដល់អនាគតដែលត្រូវមានផែនការច្បាស់លាស់និងគ្រប់ជ្រុងជ្រោយស្របពេលដែលពិភពលោកទាំងមូលបានកំពុងប្រឈមនឹងការវិវត្តថ្មីទៅលើនយោបាយសេដ្ឋកិច្ចសង្គមនិងបរិស្ថានដែលស្ដែងឡើងតាមរយៈការប្រែប្រួលជាសកលជាច្រើនដូចជាភាពមិនប្រកបវិជ្ជានៃសេដ្ឋកិច្ចពិភពលោកបញ្ហាសង្គ្រោះធម្មជាតិនិងការប្រែប្រួលអាកាសធាតុការកើនឡើងកម្ពស់ទឹកសមុទ្រជាដើមដើម្បីឆ្លើយតបនឹងបញ្ហាប្រឈមទាំងនេះការយកចិត្តទុកដាក់លើទស្សនៈទាននៃភាពស្អាតនិងបៃតងគឺពិតជាមានភាពចាំបាច់ខណៈពេលដែលពិភពលោកទាំងមូលកំពុងបោះជំហានទៅមុខប្រកបដោយដើម្បីសម្រេចបាននៅសេដ្ឋកិច្ចបៃតងខ្ញុំសូមយកឱកាសនេះលើកទឹកចិត្តនិងផ្ដល់ទស្សនៈទានមួយចំនួនដើម្បីរួមចំណែកដល់ការលើកកម្ពស់វិស័យទេសចរណ៍ទី1ការរក្សាសុខសន្តិភាពជាកត្តាមិនអាចខ្វះបាននៅគ្រប់ការវិវត្តសម្រាប់បងប្អូនប្រជាពលរដ្ឋទេសចររីកលូតលាស់នៅក្នុងសន្តិភាពដែលរាជរដ្ឋាភិបាលនីតិកាលទី7ត្រូវបង្កថែរក្សាឲ្យបានដើម្បីយើងខិតខំធ្វើយ៉ាងណាទាញសក្តានុពលអំពីធនធានធម្មជាតិនិងសក្តានុពលរបស់ប្រជាពលរដ្ឋយើងដើម្បីអភិវឌ្ឍទី2ត្រូវបន្តយកចិត្តទុកដាក់នៅក្នុងការថែរក្សាសន្តិសុខសម្រាប់ធ្នាប់ពិសេសជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យបានហ្មត់ចត់និងជាប់ជាប្រចាំទី3ក្រសួងស្ថាប័នពាក់ព័ន្ធត្រូវបន្តផ្ដល់អាទិភាពដល់ការអភិវឌ្ឍតំបន់តាមដងទន្លេពិសេសបណ្ដាខេត្តជុំវិញទន្លេមេគង្គនិងបឹងទន្លេសាបលើការកសាងហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដើម្បីបម្រើឲ្យវិស័យទេសចរណ៍តែតបភ្ជាប់នឹងការដឹកជញ្ជូនទី4ត្រូវជំរុញការផលិតឲ្យបានសម្បូរបែបដើម្បីផ្គត់ផ្គង់ដល់វិស័យទេសចរណ៍សម្ដៅជំរុញការនាំចេញនៅនឹងកន្លែងស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី1របស់រាជរដ្ឋាភិបាលនីតិកាលទី7ទី5ខ្ញុំសូមយកឱកាសនេះបន្តលើកទឹកចិត្តដល់បងប្អូនយុវជនអ្នកផលិតមាតិកាលើបណ្ដាញសង្គម Content Creator និងបណ្ដាញសារព័ត៌មានក៏ដូចជាប្រជាពលរដ្ឋទូទៅដែលបានខិតខំការជួយផ្សព្វផ្សាយពីសមិទ្ធផលរបស់រាជរដ្ឋាភិបាលនិងគោលដៅទេសចរណ៍នានារបស់កម្ពុជាយើងរួមគ្នាផ្សព្វផ្សាយព័ត៌មានល្អៗរបស់កម្ពុជាពីសក្តានុពលទេសចរណ៍របស់កម្ពុជាឲ្យបានច្រើនឲ្យប្រជាជនយើងបានឃើញផ្សព្វផ្សាយឲ្យពិភពលោកបានដឹងនិងខិតខំរួមគ្នាដោះស្រាយបញ្ហាប្រឈមដែលកើតមានឡើងទី6ដើម្បីដោយពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិនឹងចូលមកដល់នៅពេលឆាប់ៗកម្ពុជាខ្ញុំសូមស្នើឲ្យរដ្ឋបាលរាជធានីខេត្តទាំងអស់បំផុសឲ្យមានការរៀបចំព្រឹត្តិការណ៍អង្គរអបអរសង្ក្រាន្តឆ្នាំថ្មីកម្ពុជានៅមូលដ្ឋានរបស់ខ្លួនចាប់ពីកម្រិតថ្នាក់ខេត្តដល់ថ្នាក់ក្រុងស្រុកឃុំទៅតាមគោលដៅទេសចរវត្តអារាមនានាបន្ថែមពីលើមហាព្រឹត្តិការណ៍អង្គរសង្ក្រាន្តដែលយើងរៀបចំនៅខេត្តសៀមរាប
ដែលយើងនឹងបានប្រពរៀបចំឡើងនៅខេត្តសៀមរាបហើយក៏សូមជំរុញនិងលើកទឹកចិត្តនិងរៀបចំលក្ខណៈដើម្បីឲ្យលេងល្បែងប្រជាប្រិយឲ្យបានច្រើននៅតាមមូលដ្ឋានរបស់យើងនៅគ្រប់ទីកន្លែងយើងមិនហាមទេអាបាញ់ទឹកបាញ់អីនោះប៉ុន្តែគឺសូម្បីផ្ដោតតែលេងឲ្យស្រួលបួលប្រយ័ត្នគ្រោះថ្នាក់គេប៉ុន្តែគឺត្រូវបង្កលក្ខណៈនៅលើកទឹកចិត្តលេងល្បែងប្រជាប្រិយឲ្យបានច្រើនឆ្នាំទៅខ្ញុំឃើញលេងច្រើនបាទគោះបងអង្គុយចោលឈូអីផ្សេងទៅបាទអញ្ចឹងយើងបន្តលេងទៅទៀតហើយសូមឲ្យប្រជាពលរដ្ឋយើងនៅគ្រប់កន្លែងដើម្បីចូលរួមទី7ខ្ញុំសូមអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធអាជ្ញាធរគ្រប់លំដាប់ថ្នាក់កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទបងប្អូនជនរួមជាតិទាំងអស់និងវិស័យឯកជនចូលរួមឲ្យបានផុសផុលប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ដើម្បីឲ្យពិធីបុណ្យទន្លេនៅឆ្នាំនេះបានទទួលជោគជ័យជាពិសេសត្រូវរួមគ្នាដើម្បីវិស័យទេសចរស្របតាមប្រធានបទគុណតម្លៃនៃទន្លេផ្សារភ្ជាប់វប្បធម៌និងទេសចរជាតិទាំងអស់គ្នាដើម្បីទេសចរនិងទេសចរដើម្បីទាំងអស់គ្នានិងទេសចររីកលូតលាស់ក្នុងសន្តិភាពផងដែរទី8បន្ថែមលើនេះខ្ញុំសូមអំពាវនាវឲ្យក្រសួងស្ថាប័នពាក់ព័ន្ធរដ្ឋបាលថ្នាក់ក្រោមជាតិវិស័យឯកជនប្រតិបត្តិការទេសចរជាតិអន្តរជាតិនិងបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមឲ្យកាន់តែសកម្មជាមួយក្រសួងទេសចរក្នុងការជំរុញការធ្វើពិពិធកម្មព្រឹត្តិការណ៍និងផលិតផលទេសចរជាពិសេសក្នុងរដូវបៃតង Green Season ចាប់ពីខែមេសាដល់ខែតុលានិងចូលរួមក្នុងចលនាប្រឡងប្រណាំងទីក្រុងស្អាតរមណីយតាមស្អាតសេវាល្អបដិសណ្ឋាកិច្ចល្អនិងសហការថែរក្សាសោភ័ណភាពអនាម័យបរិស្ថានដែលជាកត្តាចម្បងមិនអាចខ្វះបានក្នុងការថែរក្សាតំបន់ទេសចរឲ្យស្រស់ស្អាតយូរអង្វែងដើម្បីបន្តជាមរតកដល់កូនចៅជំនាន់ក្រោយអង្គពិធីទាំងមូលជាទីមេត្រីជាថ្មីម្ដងទៀតក្នុងនាមរាជរដ្ឋាភិបាលខ្ញុំសូមលើកទឹកចិត្តឲ្យបន្តខិតខំប្រឹងប្រែងលើកិច្ចការការពារអភិរក្សបរិស្ថានអភិវឌ្ឍធនធានធម្មជាតិដោយចូលលើគោលការណ៍ការអភិវឌ្ឍបំរើឲ្យការអភិរក្សនិងអភិរក្សបំរើឲ្យការអភិវឌ្ឍដោយយើងត្រូវរួមគ្នាគិតរួមធ្វើនិងរួមទទួលខុសត្រូវដើម្បីប្រែក្លាយតំបន់ទន្លេឲ្យក្លាយជាគោលដៅទេសចរទាក់ទាញសម្រាប់ភ្ញៀវទេសចរសម្ដៅរួមចំណែកការបង្កើនការងារចំណូលប្រាក់ចំណូលការចូលរួមកាត់បន្ថយភាពក្រីក្រនិងការការពារបរិស្ថានធនធានធម្មជាតិមុននឹងបញ្ចប់ជាថ្មីម្ដងទៀតខ្ញុំសូមវាតម្លៃខ្ពស់ចំពោះអាយដាមចំពោះគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យទន្លេដឹកនាំដោយអាយដាមហួតហៈរដ្ឋមន្ត្រីក្រសួងទេសចរនិងអាយដាមវីសំណាងអភិបាលនៃគណៈអភិបាលខេត្តតាកែវដែលបានសហការដឹកនាំនិងអន្តរក្រសួងស្ថាប័នវិស័យឯកជនបានចូលរួមរៀបចំពិធីបុណ្យទន្លេលើកទី9នេះទទួលដល់អធិកធម៌ពោពេញទៅដោយសេចក្តីសប្បាយរីករាយនៅថ្ងៃនេះនៅគ្រាពេលនេះជាទីបញ្ចប់ជាមួយនឹងការប្រកាសបើកពិធីបុណ្យទន្លេលើកទី9ឆ្នាំ2025ខ្ញុំសូមជូនពរអាដាមលោកជំទាវលោកត្រីភ្ញៀវកិត្តិយសជាតិអន្តរជាតិទាំងអស់សូមមានសុខភាពល្អនិងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ចរៀងៗខ្លួនក្រោមម្លប់ដ៏ត្រជាក់នៃសុខសន្តិភាពនិងសូមប្រកបដោយពុទ្ធពរនិងពរទាំង5ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិពានៈកំបីក្លែងក្លាយណាយសូមអរគុណ